នៅក្នុងភូមិមួយឆ្ងាយពីទីក្រុងមានប្តីប្រពន្ធមួយគូបុរសជាប្តីឈ្មោះសុធីមានប្រពន្ធឈ្មោះស្រីនិចពួកគេមានស្រះចិញ្ចឹមត្រីមួយកន្លែងហើយមុខរបរចិញ្ចឹមត្រីរបស់ពួកគេក៏កាន់តែរីកចម្រើនទៅថ្ងៃមួយពួកគេបានពិភាក្សាគ្នាចង់រើទីលំនៅទៅរស់នៅក្បែរទីក្រុងវិញម្ដងអូនបងគិតថារាល់ថ្ងៃជីវភាពយើងក៏កាន់តែធូរធារជាងមុនបន្តិចហើយបងគិតថាយើងគួរតែទៅរស់នៅក្បែរទីក្រុងវិញម្ដងព្រោះអីមិត្តភក្តិបងគេបានបបួលបងទៅរកស៊ីនៅឯទីក្រុងជាមួយគេព្រោះទីនោះមានទីផ្សារសម្រាប់ការរកស៊ីច្រើនហើយយើងនឹងអាចក្លាយជាអ្នកមានមិនខានអូនក៏គិតអញ្ចឹងដែរបើយើងផ្លាស់ប្ដូរទីលំនៅទៅនៅក្បែរទីក្រុងយើងអាចមានឱកាសរកស៊ីច្រើនជាងនេះគិតរួចពួកគេក៏បានចូលសម្រាកសម្រានទៅលុះព្រឹកឡើងសុធីក៏បានធ្វើដំណើរទៅជួបនឹងពូរិទ្ធដែលត្រីជាពូរបស់គាត់ដើម្បីលក់ដីនៅស្រះចិញ្ចឹមត្រីឲ្យទៅពូរបស់គាត់ដើម្បីបានលុយបន្ថែមសម្រាប់ទៅរកស៊ីនៅឯទីក្រុងពូរ៉េតពូនៅផ្ទះទេជុំនរណាគេរកអីហ្នឹងរកតែអីរំដកទប់សัตว์ឲ្យស្រួលបួនមិនបានគឺខ្ញុំសុធីអូសុធីទេអីហើយមានការអីដែរក្មួយមិនលាក់បាំងអីទេពូខ្ញុំមកនេះចង់មកលក់ដីនឹងស្រះចិញ្ចឹមត្រីរបស់ខ្ញុំឲ្យទៅពូសុធីតើក្មួយគិតច្បាស់ហើយមែនទេហើយបានពិភាក្សាជាមួយក្មួយស្រីហើយឬនៅបាទខ្ញុំបានគិតច្បាស់ហើយពូហើយប្រពន្ធខ្ញុំក៏យល់ព្រមដែរខ្ញុំលក់ដីនឹងគឺអញ្ចេះពូមិត្តភក្តិខ្ញុំបបួលខ្ញុំទៅរកស៊ីនៅអាទីក្រុងពូនៅទីនោះមានឱកាសការងាររកស៊ីច្រើនដូច្នេះហើយបានជាខ្ញុំត្រូវលក់ដីនេះដើម្បីយកលុយបន្ថែមដើម្បីទៅរកស៊ីនៅអាទីក្រុងមិនអីទេអញ្ចឹងបើក្មួយសម្រេចចិត្តរួចហើយអញ្ចឹងពូមានតែជូនពូក្មួយឲ្យជោគជ័យបាទអរគុណហើយពូប្រាប់ឲ្យហើយទៅនៅទីក្រុងកុំទៅមានស្រីមានអីក្បត់ប្រពន្ធឯងវើយអត់ទេពូខ្ញុំទៅរកស៊ីទេពូកុំបារម្ភអីណាមួយប្រពន្ធខ្ញុំក៏ទៅនៅទីនោះជាមួយខ្ញុំដែរឡហើយចឹងព្រោះពូមានបទពិសោធន៍ហើយអញ្ចឹងបានជាមីងឯងក៏ជប់នៅជាមួយពូទៀតដោយសារតែពូពីមុនខូចណាចឹងហើយបានខ្លាចសានហ្នឹងបន្តទៅដល់ក្មួយទៀតបាទពូខ្ញុំដឹងហើយអរគុណហើយពូបើក្មួយដឹងល្អហើយនៅពេលទៅដល់ទីក្រុងធឿនក៏បានមកទទួលពួកគេហើយបាននាំពួកគេទៅរស់នៅផ្ទះដែលសុធីពឹងឲ្យធឿនរកទិញទុកដើម្បីរស់នៅនៅពេលដែលទៅដល់ផ្ទះហើយពួកគេក៏បានរៀបចំអីវ៉ាន់ដើម្បីជួលទៅរស់នៅហើយធឿនក៏បាននិយាយជាមួយសុធីថាឯងមកនៅទីក្រុងគឺត្រូវតែប្រឹងប្រែងរកស៊ីកំឡុងនឹងភ្លឹងពណ៌ជាពិសេសរឿងស្រីញីព្រោះអីនារីនៅទីក្រុងបោកសាហាវណាស់ឯងប្រាប់ទុកមុនឲ្យហើយកុំឲ្យថាគ្នាមិនបានប្រាប់មិនអីទេសំឡាញ់គ្នាអរគុណឯងហើយ